ជាបន្តទៅទៀតនេះខ្ញុំបាទនឹងបង្ហាញអំពីរបៀបនៃការតាមដានការអនុវត្ត task នេះពេលចូល Microsoft Outlook 2007ភ្លាមឥឡូវក្នុងពេលនេះសូមលោកអ្នកបិទ Microsoft Outlook 2007សិនបន្ទាប់មកសូមលោកអ្នកចូលទៅក្នុង Microsoft Outlook 2007វិញនៅពេលដែលចូលក្នុង Microsoft Outlook រួចរាល់ហើយសូមលោកអ្នកចុចទៅលើពាក្យ task ដែលមាននៅត្រង់នេះបន្ទាប់ពីចូលទៅ task លោកអ្នកនឹងសង្កេតឃើញថាការងារដែលលោកអ្នកបានបង្កើតនឹងលេចឡើងនៅត្រង់នេះតាមឧទាហរណ៍ខាងដើមលោកអ្នកបានបង្កើត task ចំនួន2ពោលគឺការងារចំនួន2គឺ project 1និង project 2ចំណែកឯ training នេះគឺជាឧទាហរណ៍ដែលខ្ញុំបានបង្កើតខាងដើមពីមុនប៉ុន្តែវានៅសល់ដោយសារតែខ្ញុំបាទពុំទាន់បញ្ចប់វានៅពេលនេះខ្ញុំបាទនឹងធ្វើការបញ្ចប់នៅការងារដែលខ្ញុំបាទបានបញ្ចប់រួចរាល់ហើយឧទាហរណ៍ការងារនេះខ្ញុំបាទបានបញ្ចប់រួចរាល់ហើយដូច្នេះលោកអ្នកគ្រាន់តែចុចទៅលើការងារមួយនេះហើយ double click នោះលោកអ្នកនឹងចូលនៅក្នុងប្រអប់ដោយឧទាហរណ៍ខាងដើមដែលលោកអ្នកបានឃើញហើយសូមជ្រើសរើសនៅក្នុងប្រអប់កន្លែង status នេះនៅពាក្យថា complete ពីព្រោះការងារនេះខ្ញុំបាទបានបញ្ចប់រួចរាល់ហើយនៅពេលដែលចុច complete រួចរាល់ហើយសូមលោកអ្នកចុច save and close ដោយឧទាហរណ៍ខាងដើមដែរបន្ទាប់ពីលោកអ្នកបានចុច save and close រួចរាល់ហើយលោកអ្នកសង្កេតឃើញថានៅក្នុងប្រអប់ task ពោលគឺប្រអប់ដែលមាននៅត្រង់នេះគឺលែងមានចេញនៅការងារដែលលោកអ្នកបានបញ្ចប់រួចរាល់ហើយដូច្នេះលោកអ្នកនឹងដឹងថាការងារដែលលោកអ្នកត្រូវធ្វើនៅក្នុងពេលនេះគឺមានតែ2ទេគឺ project 1និង project 2ដែល project 2ដល់ការកំណត់នោះគឺនៅក្នុងសប្តាហ៍ក្រោយហើយ project 1គឺដល់ការកំណត់នៅក្នុងខែក្រោយពេលដែលលោកអ្នកចុចទៅលើ project នីមួយៗលោកអ្នកនឹងឃើញព័ត៌មានលម្អិតនៅខាងនេះនេះគឺជាព័ត៌មានលម្អិតទាក់ទងនឹង project 2គឺការបច្ចេកចាប់ផ្ដើមការបច្ចេកដែលត្រូវបញ្ចប់កម្រិតអតិភិបជាដើមហើយកម្រិតដែលលោកអ្នកបានបំពេញការងារនេះគឺវានឹងចេញនៅត្រង់នេះជាព័ត៌មានលម្អិតជាឧទាហរណ៍មួយទៀតប្រសិនបើលោកអ្នកបានថាចង់ពន្យាពេល project 1នេះដោយសារវាមានភាពលំបាកហើយសាមញ៉ាំដែលត្រូវពន្យាពេលដូច្នេះសូមលោកអ្នកចុចលើ project 1ហើយ double click បន្ទាប់មកជ្រើសរើសនៅក្នុងប្រអប់ status នេះយកពាក្យថា defer បានន័យថាលោកអ្នកធ្វើការពន្យាពេលនៅ project 1នេះសូមចុច defer រួចរាល់ហើយលោកអ្នកអាចកត់សម្គាល់នៅ head pop ផ្សេងៗហេតុអីបានជាលោកអ្នកពន្យាពេលឧទាហរណ៍ថាដោយសារនាយកលោកអ្នកអត់នៅបន្ទាប់មកលោកអ្នកចុច save and close នោះការដែលលោកអ្នកបាន update ព័ត៌មានពោលគឺបញ្ចូលព័ត៌មានបន្ថែមទៅលើ project 1នេះនឹងចេញនៅត្រង់នេះនៅត្រង់នេះព័ត៌មាននឹងបានបង្ហាញថាលោកអ្នកនឹងពន្យា starter គឺពន្យានៅ project 1នេះហើយមូលហេតុដែលលោកអ្នកបានកត់សម្គាល់ដោយសារតែនាយកលោកអ្នកអត់នៅនេះគឺជាឧទាហរណ៍នៃការប្រើប្រាស់ task ក្នុងការជួយការងារលោកអ្នកដើម្បីអនុវត្តការងារលោកអ្នកក្នុងការងារប្រចាំថ្ងៃនិងប្រចាំសប្តាហ៍ក៏ដូចជាប្រចាំខែដែលសំខាន់របស់លោកអ្នកសម្រាប់ពេលនេះមេរៀនទាក់ទងទៅនឹងការបង្កើត task ដោយប្រើ Microsoft Office Outlook 2007សន្មតថាចប់ខ្ញុំបាទសង្ឃឹមថាលោកអ្នកនឹងប្រើប្រាស់នៅចំណេះដឹងថ្ងៃនេះក្នុងការជួយលោកអ្នកអនុវត្តការងារលោកអ្នកឲ្យមានប្រសិទ្ធភាពហើយខ្ញុំបាទសូមជូនពរឲ្យលោកអ្នកជួបនៅតែសំណាងល្អនិងជោគជ័យនៅក្នុងការងារសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា